ជំរាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញអំពី mobile app មួយដែលមានឈ្មោះថា Smart Library App ដែលយើងបង្កើតឡើងនៅក្នុងគោលបំណងដើម្បីធ្វើការគ្រប់គ្រងទៅលើសិស្សដែលគាត់ស្នើសុំខ្ចីសៀវភៅពីបណ្ណាល័យនៅក្នុង app របស់យើងនេះផងដែរគឺយើង develop នៅលើ Flutter ហើយនៅពេលដែលយើង start app មកដំបូងគឺវានៅបង្ហាញនៅ splash screen ពេលដែលបន្ទាប់ពីបង្ហាញ splash screen មកគឺវានៅបង្ហាញនៅ login screen ដែលជា screen សម្រាប់ឲ្យ user គាត់ចូលទៅប្រើប្រាស់ app ចំពោះ app របស់យើងនេះដែរគឺយើង develop ជាពីរភាសាយើងមានភាសាខ្មែរនិងភាសាអង់គ្លេសហើយយើងមានជាពីរ mode មាន dark mode និង live mode ចំពោះ user ថ្មីពេលដែលគាត់បើក app មកគាត់អាចធ្វើការ register បានដោយចុចទៅលើ create account បំពេញ username នេះចំពោះ app របស់យើងការ login ចូលប្រើគឺយើងអាចចូលតាមពីរគឺយើងចូលតាម email ក៏បានចូលតាម username ក៏បានអញ្ចឹងយើងដាក់ username ចំពោះ email យើងត្រូវដាក់លេខទូរស័ព្ទយើងអាចចេះតែដាក់បានប៉ុន្តែ email នេះយើង recommend ឲ្យដាក់ email ដែលត្រឹមត្រូវព្រោះ email នេះគឺជា key សម្រាប់ប្រើក្នុងការ reset password ក្នុងករណីដែល user គាត់ភ្លេច password គឺគាត់អាចធ្វើការស្នើសុំ reset បានដោយទទួល OTP នៅក្នុង email ដែលគាត់បាន register ដំបូង password register ពេលដែល register រួចរាល់ user គឺនឹង automatic sign in ដែលនៅក្នុង user របស់ app របស់យើងនេះគឺមានជា2 level គឺជា user normal user ឬក៏ student user និងមួយទៀតជា user របស់ admin ដែល user ដែល register មកដំបូងគឺជា default គាត់គឺជា studentអញ្ចឹងដែល screen របស់ student ពេលដែលគាត់ login មកដំបូងនេះអ្វីដែលគាត់មើលឃើញគឺ book catalog គឺគាត់អាចមើលឃើញសៀវភៅតើនៅក្នុង app របស់យើងនេះ library របស់យើងនេះមានសៀវភៅប៉ុន្មានប្រភេទដែលគាត់អាចខ្ចីបានហើយគាត់អាច search តាមប្រភេទសៀវភៅបានគាត់អាចរកសៀវភៅប្រភេទសៀវភៅ design សៀវភៅស្ដីអំពីសុខភាព healthcare សៀវភៅប្រវត្តិសាស្ត្រសៀវភៅពាក់ព័ន្ធជាមួយនឹង programming ឬក៏សៀវភៅស្ដីពីការអភិវឌ្ឍខ្លួននៅចូលមកដល់នៅក្នុង screen នេះគឺយើងអាចដូរភាសាក៏បានដែរយើងអាចចុចកន្លែងនេះគឺជា profile របស់ user scroll មកខាងក្រោមគឺយើងមានភាសាបាទហើយបើយើងចង់ដូរ view mode របស់យើងនេះគឺយើងមាន dark mode និង light mode ដែលខ្មែរថាងងឹតនឹងភ្លឺហ្នឹងអូខេអញ្ចឹងយើងត្រឡប់មក app របស់យើងវិញកាត់ត្រឡប់កន្លែងនេះយើងអាចបង្ហាញ all ហើយ app សៀវភៅទាំងអស់នេះគឺយើងអាច research បានឧទាហរណ៍យើងអាច search បានឧទាហរណ៍ខ្ញុំចង់រកសៀវភៅសង្គ្រាមលោកលើកទី2បាទអញ្ចឹងឈ្មោះសៀវភៅដែលស្តៀងនេះវានឹងបង្ហាញមកឬក៏យើង search ចេញមកគឺវានឹងបង្ហាញមកបាទអូខេអញ្ចឹងពេលដែលគាត់រកឃើញថាឧទាហរណ៍ថាយើងរកសៀវភៅសង្គ្រាមត្រជាក់សៀវភៅនេះគឺមាននៅក្នុងបណ្ណាល័យមាន60ក្បាលហើយអត់ទាន់មានអ្នកខ្ចីទេព្រោះឃើញនៅមាន60ក្បាលដដែលអញ្ចឹងបើយើងចង់ខ្ចីសៀវភៅហ្នឹងគឺយើងអាចចុចលើខ្ចីសៀវភៅនេះហើយខ្ចីចំនួនប្រហែលថ្ងៃគឺយើងអាចនេះបានយើងអាច add ចំនួនថ្ងៃបានហើយកំណត់ចំណាំអីចឹងទៅយើងស្រេចតែយើងទៅសេទេកន្លែងកំណត់ចំណាំហ្នឹងហើយដាក់ពាក្យស្នើសុំបាទពេលដែលយើងដាក់ពាក្យស្នើសុំរួចរាល់សំណើរបស់យើងគឺនឹងមាននៅក្នុងការខ្ចីនេះហើយនេះគឺវាកំពុងតែរងចាំការអនុម័តតើតែ user admin ឬក៏អ្នកដែលកាន់បណ្ណាល័យហ្នឹងដែលមានសិទ្ធិ approve គាត់ approve រួចរាល់ទើប
status របស់ការខ្ចីរបស់យើងហ្នឹងបង្ហាញថា status បានអនុម័តកន្លែងនេះយើងអាច search បាននេះគឺសិភៅដែលត្រូវសងមានន័យថាគឺជាសិភៅដែលយើងបានខ្ចីហើយបាន approval រួចរាល់ហើយថាព្រមឲ្យខ្ចីនេះគឺបង្ហាញទាំងអស់នេះគឺសិភៅដែលយើងស្នើខ្ចីហើយមិនទាន់បានទទួលការអនុម័តហើយនេះគឺសិភៅដែលបានទទួលការអនុម័តហើយនេះសិភៅដែលបានសងហើយកន្លែងនេះគឺមានន័យថាសិភៅដែលត្រូវសងមានន័យថាអនុម័តហើយយើងកំពុងតែកាន់សិភៅនឹងនៅក្នុងដៃឬក៏យកសិភៅនឹងមកទុកនៅក្នុងផ្ទះយើងទុកអានប៉ុន្តែយើងអត់ទាន់បានសងត្រឡប់ទៅបណ្ណាល័យវិញទេអញ្ចឹងវាត្រូវនៅកន្លែងនេះប៉ុន្តែដោយសារតែយើងទើបតែស្នើសុំខ្ចីអញ្ចឹងវាកំពុងតែស្ថិតនៅក្នុងការរងចាំការអនុម័តអញ្ចឹងគឺវានឹងនៅក្នុងការរងចាំបាទនេះបានសងអញ្ចឹងយើងអត់ទាន់បានសងទេអញ្ចឹងបើសិនជាយើងចង់ខ្ចីសិភៅនេះបន្ថែមទៀតគឺយើងអាចមកមើលនៅក្នុងកាតាឡុកសិភៅនេះឧទាហរណ៍ថាខ្ញុំពេញចិត្តសិភៅណាទៀតខ្ញុំពេញចិត្តសិភៅ C++ អញ្ចឹងខ្ញុំខ្ចីសិភៅនឹងទៀតមកបាទខ្ញុំពេញចិត្តសិភៅណាទៀតខ្ញុំពេញចិត្តសិភៅ Java Programming ខ្ញុំខ្ចីសិភៅនឹងទៀតមកអូខេអញ្ចឹងសរុបសិភៅដែលយើងខ្ចីដែលរងចាំការអនុម័តនេះគឺមាន3សិភៅបាទអញ្ចឹងចូលមកដល់កន្លែងនេះផងដែរខ្ញុំបានបង្ហាញមិញហើយគឺនេះសម្រាប់មើលស្ថានភាពសិភៅដែលយើងបានខ្ចីអានេះគឺការសងត្រឡប់មកវិញបើពេលដែលយើងចុចកន្លែងហ្នឹងមានន័យថាគឺយើងចង់មើលទិន្នន័យសិភៅណាដែលយើងនឹងត្រូវសងទៅបណ្ណាល័យវិញអញ្ចឹងវានឹងអូតូបង្ហាញកន្លែង screen ការខ្ចីដែរប៉ុន្តែវារើសយក status ត្រូវសងឲ្យយើង by default ចំពោះកន្លែងនេះគឺគណនីឬក៏ profile របស់ user យើងអាចធ្វើការដូររូបថតអូខេខ្ញុំដូររូបថតនេះដោយសាររូបនៅក្នុងទូរស័ព្ទហ្នឹងវារាងធំអញ្ចឹងវាចំណាយពេលរៀងយូរបន្តិចក្នុងការ loading ហើយយើងចុច update ឬក៏កែព័ត៌មានគណនីទៅអញ្ចឹងរូបនេះគឺនឹងក្លាយជារូបរបស់ user ហើយពេលដែលយើង profile នេះយើងអាចចុចបាន2កន្លែងយើងចុចកន្លែងនេះក៏បានយើងចុចកន្លែងនេះក៏បានបាទអូខេអញ្ចឹងនៅក្នុងករណីមួយទៀតឧទាហរណ៍ថាយើងភ្លេច password ឧទាហរណ៍ថាខ្ញុំភ្លេច password អញ្ចឹងគឺយើងអាចចុចកន្លែងនេះបញ្ជាក់ឲ្យដើម្បី reset password ថ្មីចុចផ្ញើលេខកូដអញ្ចឹងបើសិនជា email របស់យើងនេះមាននៅក្នុង user account របស់យើង app នឹងធ្វើការ send password ចូលមកកាន់ email send OTP password មកកាន់ email ឥឡូវនេះវាបានផ្ញើមកហើយគឺ32 99 11អញ្ចឹងខ្ញុំដូរ password មកដាក់6 5 4 3 2 1 6 5 4 3 2 1 login សារទៀតយើង update password អញ្ចឹងគឺយើងអាចមិញនេះខ្ញុំចូលតាម username ឥឡូវខ្ញុំអាចចូលតាម email ក៏បានដែរ password គឺ6 5 4 3 2 1អូខេអញ្ចឹងគឺយើងអាចចូលបានហើយនេះចំពោះ user អញ្ចឹងគាត់មកដល់ដំណាក់កាលនេះគឺគាត់មានតែរងចាំuser admin ឬក៏ user ណាដែលគាត់ជាអ្នកមានសិទ្ធិកាន់កាប់ទៅលើសភៅហ្នឹងគាត់អនុម័តប៉ុណ្ណោះដើម្បីបញ្ជាក់ថាគាត់បានខ្ចីសភៅហើយអញ្ចឹងគឺយើងត្រូវ sign out ទៅចូល user admin អញ្ចឹង user admin គឺយើងអាចចូលបានតាមរយៈ user និង password ចូលចំពោះការចូល user admin screen ដែលបង្ហាញគឺខុសពី user របស់ normal user ឬក៏ student user អញ្ចឹងពេលដែល screen របស់ admin គឺបង្ហាញមកគឺឃើញទី1គឺ dashboard
បង្ហាញថាតើនៅក្នុងបណ្ណាល័យរបស់យើងនេះមានសភៅសរុបចំនួនប្រមាណប្រភេទ user ដែល register នៅក្នុង app របស់យើងនេះមានប្រមាណអ្នកសំណើដែលកំពុងតែរងចាំការអនុម័តហ្នឹងមានប្រមាណហើយចំនួនសំណើដែលបានខ្ចីហ្នឹងមានប្រមាណដែលមិនទាន់សងត្រឡប់មកវិញហើយកន្លែងនេះគឺ detail របស់សំណើដែលបានស្នើសុំខ្ចីមកប៉ុន្តែមិនទាន់បានទទួលការអនុម័តហើយកន្លែងនេះគឺជាកន្លែងកំណត់ OTP sender ឬក៏ mail sender របស់យើងនេះដោយសារ app របស់យើងនេះគឺអាចធ្វើការ reset password បានអញ្ចឹងគឺយើងមានកន្លែងមួយសម្រាប់កំណត់ email ដែលជា email សម្រាប់ផ្ញើទៅកាន់ email របស់ user ផ្សេងៗដែលគាត់ត្រូវការ reset password ហ្នឹងគឺយើងត្រូវការមាន email មេមួយសម្រាប់ផ្ញើអញ្ចឹងពេលដែលគាត់ស្នើសុំ reset password app របស់យើងនឹងធ្វើការផ្ញើ email ពី email មេហ្នឹងទៅកាន់ email របស់ user នៅលេខ random OTP មួយចំនួន6ខ្ទង់អញ្ចឹងបើសិនជាគាត់គឺជាម្ចាស់ user ម្ចាស់ email ហ្នឹងគាត់ប្រកាសជាទទួលបានលេខ6ខ្ទង់ហ្នឹងយកមកបំពេញដើម្បីធ្វើការ reset password អញ្ចឹងកន្លែង reset email មេហ្នឹងគឺយើងធ្វើនៅកន្លែងហ្នឹងយើងចុច reset យើងចុច set up មកយើងអាចយក email ណាក៏បានដែរហើយបន្ទាប់មកគឺ app password ដោយសារនៅក្នុង Gmail គឺ allow ឲ្យយើងបង្កើតជា app name មួយនៅក្នុង email រួចហើយយើងដាក់ password ឲ្យ app ហ្នឹងដែលមិនមែនជា password របស់ email នេះទេគឺជា password មួយដែលយើងសម្រាប់យកមក register ជាមួយនឹង app របស់យើងអញ្ចឹងខ្ញុំបានបង្កើតវាហើយខ្ញុំបាន save វាទុកនៅកន្លែងនេះខ្ញុំទៅ copy វាមកទុកកន្លែងណានេះអូខេនេះដោយសារវាវែងពេកខ្ញុំអត់ចាំដែរយើងដាក់កន្លែងនេះឲ្យត្រូវមកអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការ test send បាននៅពេលដែលយើងអូខេចំពោះកន្លែងនេះគឺយើងអាចធ្វើការផ្ញើសាកល្បងដើម្បីបញ្ជាក់ថាការ config របស់យើងនឹងគឺត្រឹមត្រូវឬអត់បើសិនជា email ដែលទទួលនេះពិតជាទទួលបាន email ពិតមែននោះគឺមានន័យថាការ config mail sender របស់យើងនេះគឺត្រឹមត្រូវហើយឥឡូវនេះ mail នៅក្នុងទូរស័ព្ទរបស់ខ្ញុំនេះគឺពិតជាទទួលបាន email មែនដោយសារវាអត់មាននៅក្នុង screen របស់យើងកំពុងតែថតនេះអញ្ចឹងខ្ញុំមិនបានបង្ហាញទេអញ្ចឹងពេលដែលវាត្រឹមត្រូវហើយយើងគ្រាន់តែចុចរក្សាទុកមកអញ្ចឹងវានឹងរក្សាទុក email នេះហើយនឹង app password នេះចូលទៅក្នុង database របស់ app របស់យើងហើយនៅពេលក្រោយពេលដែលធ្វើការ request OTP ក្នុងការ reset password គឺវានឹងយក email នេះធ្វើជាអ្នកផ្ញើលេខ6ខ្ទង់ទៅឲ្យ email របស់ user បាទចូលមកដល់សំណើពេលដែលយើងមើលមកឃើញសំណើដែលរងចាំការអនុម័តហ្នឹងមានប៉ុណ្ណេះយើងចង់ approve ឲ្យគាត់ខ្ចីគឺយើងចុចនៅលើនេះមកបើមិនជាយើងមិនឲ្យគាត់ខ្ចីទេយើងចុចបដិសេធមកតែបើមិនជាយើងអនុញ្ញាតឲ្យគាត់ខ្ចីគឺយើងចុចអនុម័តមកអូខេអញ្ចឹងដើម្បីត្រឡប់មកវិញគឺយើងអាចទាញវាចេញមកគឺអាចត្រឡប់មកក្រោយវិញហើយកន្លែងនេះគឺយើងអាចមើលជារបាយការណ៍បានយើងអាច export ចេញជា PDF ឬក៏ CSV កន្លែងនេះចំពោះ admin គឺ special ជាង user ធម្មតា គឺអត់មានរបាយការណ៍នេះទេហើយក៏អត់មានអ្នកប្រើប្រាស់ដែរគឺកន្លែងនេះអ្នកប្រើប្រាស់របស់គាត់គឺជា account profile របស់ user តែចំពោះ admin កន្លែងនេះគឺគាត់អាចមើលឃើញ user ហើយគាត់អាច allow user ណាមួយធ្វើជា admin ដែរបានបាទពេលដែលយើងនេះអញ្ចឹងគាត់អាចបើក tick មកគឺគាត់ allow ឲ្យ user ផ្សេងៗហ្នឹងមានសិទ្ធិស្មើនឹង admin ដែរហើយក៏គាត់អាចដកសិទ្ធិមកវិញដែរបាទអូខេអញ្ចឹងចំពោះ user admin គឺគាត់អាចមើលឃើញប៉ុណ្ណឹងហើយកន្លែងនេះខ្ញុំភ្លេច
បង្ហាញមួយចំណុចគឺសៀវភៅឧទាហរណ៍ថាសៀវភៅដែលគេបានខ្ចីមិញនេះឧទាហរណ៍ដូចជាសៀវភៅ Java គឺមាន90ក្បាលនេះគេខ្ចីអស់មួយក្បាលហើយគឺនៅសល់89ក្បាលដែលអាចខ្ចីបានបាទអញ្ចឹងបើសិនជាយើងចង់បង្កើតសៀវភៅបន្ថែមគឺយើងអាចចុចកន្លែងនេះយើងជ្រើសរើសរូបភាពមកសៀវភៅហ្នឹងឈ្មោះអីតែយើងដាក់ទេនេះដាក់ឈ្មោះសៀវភៅឈ្មោះអ្នកនិពន្ធប្រភេទតែយើងដាក់ទេសៀវភៅអីក៏បានណែនាំហើយចំនួនច្បាប់ដែលនៅដែលយើងនឹងយកដាក់ក្នុងបណ្ណាល័យយើងមានប្រមាណឧទាហរណ៍ថា80អញ្ចឹងដាក់មក80អូខេអញ្ចឹងសៀវភៅថ្មីរបស់យើងដែល add មកនេះនៅខាងលើមិញនេះបាទអូខេនេះចំពោះការបង្កើតសៀវភៅហើយបើសិនជាប្រភេទសៀវភៅបើសិនជាយើងចង់បង្កើតបន្ថែមគឺយើងមានកន្លែងនេះគ្រប់គ្រងប្រភេទនេះអញ្ចឹងគឺយើងអាចធ្វើការកែប្រែនិងបង្កើតបន្ថែមបានបាទហើយយើងអាច search តាមប្រភេទសៀវភៅនីមួយបានបាទអូខេអញ្ចឹងយើង log out ទៅ log in ជា user ធម្មតាវិញuser ធម្មតាគឺអូខេអញ្ចឹងពេលដែលគាត់ log in មកយើងមើលទៅលើការខ្ចីរបស់គាត់នេះត្រូវបានអនុម័តត្រូវសងនេះគឺអនុម័តហើយអញ្ចឹងត្រូវសងគឺមើលឃើញមុនហ្នឹងគឺយើងមើលអត់ឃើញទេកន្លែងរងចាំគឺអត់ឃើញទេអនុម័តឃើញមានន័យថាការខ្ចីរបស់គាត់ហ្នឹងគឺទទួលបានការអនុម័តហើយបានសងអត់ទាន់មានសងទេត្រូវសងឥឡូវយើងមកមើលសៀវភៅឧទាហរណ៍ថាសៀវភៅ Java Programming គឺមាន90ក្បាលប៉ុន្តែដោយសារយើងខ្ចីអស់មួយក្បាលអញ្ចឹងវានៅសល់89ឥឡូវឧទាហរណ៍ថា Java Programming ហ្នឹងយើងសងទៅវិញអញ្ចឹងយើងចុចសងចុច tick បញ្ជាក់ការសងអូខេអញ្ចឹងយើងមកមើលនេះត្រូវសងមាន2ហើយអនុម័តនេះក៏នៅសល់តែ2ដែរយើងមើលកន្លែងបានសងគឺអូខេយើងបានសងមកវិញមួយហើយអញ្ចឹងយើងទៅមើលសៀវភៅវិញសៀវភៅ Java យើងចុចនៅលើនេះអញ្ចឹងនេះសៀវភៅ90ក្បាលមាន90ក្បាលត្រឡប់មកវិញដែលអាចខ្ចីបានដោយសារយើងបានសងត្រឡប់ទៅវិញហើយបាទអញ្ចឹងយើងចូលទៅ admin វិញadmin អូខេអញ្ចឹងនេះសៀវភៅដែលរងចាំការអនុម័តអត់មានទេអញ្ចឹងយើងមកមើលសំណើរងចាំអត់មានទេអនុម័តដោយសារមានយើងបញ្ចូលការស្នើខ្ចីហ្នឹងមានច្រើនផ្សេងទៀតអញ្ចឹងហើយវានៅមានទៅតាមហ្នឹងបាទនេះដែលយើងបាន reject នេះបានសងនេះសៀវភៅ Java ដែលយើងទើបតែសងមិញនេះបង្ហាញទាំងអស់បាទចំពោះ app របស់យើងនេះគឺមានតែប៉ុណ្ណឹងសូមអរគុណ